បាទពេលនេះភ្ជាប់ទូរស័ព្ទទៅកាន់លោកកឹមហ៊ឿនដែលប្រចាំការនៅខេត្តស្ទឹងត្រែងលោកបុត្រាបាទជំរាបសួរលោកកឹមហ៊ឿនជំរាបសួរលោកបុត្រានិងលោកសុផាតបាទសម្រាប់ព្រឹកនេះមានរឿងរ៉ាវអ្វីដើម្បីធ្វើការជំរាបជូនដល់ទ្រូទស្សនិកជនរបស់យើងបាទព្រឹកនេះជំរាបជូនពីឈើខ្នាតធំចំនួន6សន្លឹកត្រូវសមត្ថកិច្ចខេត្តស្ទឹងត្រែងនឹងធ្វើការចាត់ការទៅតាមនីតិវិធីច្បាប់បាទសូមអញ្ជើញលម្អិតរឿងរ៉ាវយ៉ាងម៉េចដែរទៅបាទមន្ត្រីខណ្ឌរដ្ឋបាលពីឈើខេត្តស្ទឹងត្រែងនៅព្រឹកថ្ងៃទី28សីហាកន្លងមកថ្មីនេះគឺថាបានចាត់ការទៅលើឈ្មោះឈើចំនួន2នាក់ទី1ឈ្មោះភ័ក្រមានស្រុកកំណើតនៅខេត្តប្រចេះហើយសប្តាហ៍ថ្ងៃមកជួលផ្ទះអ្នកស្រុកនៅខេត្តស្ទឹងត្រែងបាទហើយទី2ឈ្មោះឆែតមានផ្ទះនៅជាប់បន្ទាយសេនាធិការខេត្តជាប់ជើងភ្នំព្រះនៅក្នុងភូមិព្រែកសង្កាត់ភូមិព្រែកហើយតាមប្រជាពលរដ្ឋបាននិយាយថាអ្នកទាំងពីរនេះជាឈ្មោះឈើធំនៅក្នុងខេត្តប្រចេះហើយនៅក្នុងខេត្តស្ទឹងត្រែងតែនឹងធ្វើការដឹកឈើចេញចូលហើយរកស៊ីបទល្មើសព្រៃឈើនេះតាមមន្ត្រីរដ្ឋបាលព្រៃឈើបានឲ្យដឹងថាចំណាត់ការនេះសមត្ថកិច្ចបានរកឃើញឈើខ្នាតធំចំនួន6សន្លឹកគឺជាប្រភេទឈើបេងនិងឈើធ្នង់ហើយយកមកដាក់ទុកក្នុងផ្ទះអ្នកស្រុកនៅជិតភូមិព្រែកនៅជិតនឹងជាប់របងវត្តលើតែម្ដងហើយបើតាមសមត្ថកិច្ចបានជឿថាផ្ទះដែលបានដាក់ឈើនេះមិនពាក់ព័ន្ធទៅនឹងករណីស្តុកឈើនេះទេដោយសារឈ្មោះទាំងពីរនេះយកឈើនេះមកផ្ញើទុកដោយសារម្ចាស់ផ្ទះមិននៅដោយលាក់ពីសមត្ថកិច្ចក៏ប៉ុន្តែបងប្អូនប្រជាពលរដ្ឋឃើញក៏រាយការណ៍ជូនសមត្ថកិច្ចហើយសមត្ថកិច្ចក៏បានធ្វើការចាត់ការទៅតាមនីតិវិធីច្បាប់ហើយបងប្អូនប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះបានធ្វើការរិះគន់ដល់សមត្ថកិច្ចថាជាសពមួយដងរាល់តែដងគឺថាសមត្ថកិច្ចចាប់បានតែឈើទេហើយចំពោះឈ្មោះនេះស្គាល់មុខស្គាល់ទីលំនៅហើយមិនដែលចាប់យកមកធ្វើការផ្ដន់ទោសតាមច្បាប់ទេតើរឿងនេះមូលហេតុអីសូមឲ្យសមត្ថកិច្ចក៏ដូចជាអាជ្ញាធរក្នុងខេត្តនឹងធ្វើការពិចារណាផងតើគួរតែចាត់ការបែបណាហើយថ្មីនេះដែរឯកឧត្តមអៀងមូលីរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនៃក្រមប្រឹក្សាស្ដារអភិវឌ្ឍវិស័យកសិកម្មលោកបានមកប្រជុំនៅសាលាខេត្តកាលពីម្សិលមិញនេះគឺបានដាក់វិធានការដល់អាជ្ញាធរខេត្តគឺថាធ្វើម៉េចពង្រឹងនៅមុខសញ្ញាទាំង3នេះឲ្យបានខ្លាំងក្លាដើម្បីការពារធនធានធម្មជាតិបាទទី1គឺបទល្មើសនេសាទទី2បទល្មើសព្រៃឈើទី3គឺថាបទល្មើសដឹកធ្ងន់លើទម្ងន់ដែលធ្វើឲ្យខូចផ្លូវពិបាកឲ្យរដ្ឋាភិបាលក្នុងការចំណាយថវិកាក្នុងការធ្វើផ្លូវសប្តាហ៍នេះបាទហើយព័ត៌មានរបស់យើងខ្ញុំសូមបញ្ចប់ត្រឹមនេះបាទសូមអរគុណបាទសូមជម្រាបលាលោកដែលបានធ្វើសេចក្តីរាយការណ៍តាក់ទិននឹងការចាប់ឈើកញ្ញុងចាប់ឈើធ្នង់នៅក្នុងផ្ទះបងប្អូនប្រជាពលរដ្ឋមួយកន្លែងដែលឈ្មោះនោះគឺបានមកជួលផ្ទះរបស់គាត់ហើយមកទុកហ្នឹងបាទអរគុណច្រើនលោកកឹមហ៊ឿនជម្រាបលាលោកបាទចប់បាត់ហើយមិនឈ្មោះឈើនឹងមកជួលឈើវាមកផ្ញើហើយផ្ញើនឹងម្ចាស់ផ្ទះអត់នៅដាក់ត្មងអញ្ចឹងហើយបានជាសមាជិកលោកថាមិនពាក់ព័ន្ធនឹងម្ចាស់ផ្ទះទេពីព្រោះម្ចាស់ផ្ទះអត់នៅហើយឈ្មោះហ្នឹងវាយកមកដាក់ត្មងទៅបាទអញ្ចឹងទុកឲ្យសមាជិកលោកចាត់ការទៅគាត់បញ្ជាក់ទៀតថាប្រជាពលរដ្ឋហ្នឹងគឺគាត់បានលើកឡើងថាពេលដែលសមាជិកចាប់បានភាគច្រើនហ្នឹងឈើអីគ្រប់សពបែបយ៉ាងប៉ុន្តែឈ្មោះនេះគឺចាប់អត់ដែរបានមិនដឹងយ៉ាងម៉េចយើងអត់ដឹងដែរឈ្មោះវាចេះរត់អាឈើនេះមានជើងឯណាចេះរត់យើងថាសមាជិកក៏ថាបានមិនមែនកាន់ជើងសមាជិកទេពេលខ្លះសមាជិកក៏អត់ចាប់ដែរបាទអរគុណឥឡូវតព័ត៌មានមួយទៀតម៉ោងវាខោចដែរយើងនិយាយអំពីវិស័យកសិកម្មវិញម្ដងបងប្អូនជាវិស័យមួយស្នូលសម្រាប់ប្រទេសកម្ពុជាយើងហើយបងប្អូនប្រជាពលរដ្ឋប្រមាណជា80%នោះគឺជាកសិករប្រកបមុខរបរស្រែចម្ការដំណាំដាំដុះផ្សេងបាទនិយាយអំពីវិស័យកសិកម្មបើយោងទៅតាមរបាយការណ៍របស់រដ្ឋនៅក្នុងជំនាញទី1នេះគឺយើងឃើញមានកំណើនឡើងកំណើននោះរហូតដល់ទៅ 4.2% ដែលកសិផលដំណាំបានកើនឡើងចំនួន 4.1% ហើយផ្នែកខាងវិស័យឧស្សាហកម្មនោះកើនឡើងចំនួន 9.3% យើងនិយាយអំពីអង្គវិញម្ដងដែលឃើញរូបភាពសិតតែស្រូវនៅតាមកញ្ចក់ទូរទស្សន៍នេះគឺយើងឃើញថាក្នុងរយៈពេល7ខែដើមឆ្នាំ2013នេះព័ត៌មានពីច្រកចេញចូលតែមួយដែលជាស្ថាប័នរបស់រដ្ឋគឺថាកម្ពុជាយើងនាំអង្គចេញបានចំនួន 20,000 តោនជាងបាទ 20,000 តោនជាងគឺ 27,000 តោនអានឹងបើធៀបទៅនឹងឆ្នាំ2012កន្លងទៅរយៈពេល7ខែដូចគ្នា
ដែលកាលពីឆ្នាំ2012រយៈពេល7ខែហ្នឹងកម្ពុជាយើងនាំអង្គចេញបានតែចំនួនជាង250,000 តោនប៉ុណ្ណោះទេអញ្ចឹងយើងធៀបគ្នាមើលមួយពី25,000 តោនបាទ25,000 តោនឬក៏យ៉ាងម៉េចបាទ200ណា5,000 តោន205,000 តោនបាទមិន 25,000 តោនទេបាទហើយចំពោះនៅឆ្នាំ2011នោះគឺថាកម្ពុជាយើងនាំអង្គចេញបានតែជាង20,000 តោនទេណា2011នេះបានជាង20,000 តោនណាតិចបំផុតណាអញ្ចឹងបើធៀបពី2011រហូតដល់2013នេះគឺមានកំណើន10 ដងពី20,000 គុណ 10 ឲ្យឡើងពី20,000 តោនជាងបាទហើយបើធៀបទៅនឹងឆ្នាំ2010ការនាំចេញអង្គបានតែ10,000 តោនក្រោយពីរាជរដ្ឋាភិបាលកម្ពុជាបានអនុម័តនៅគោលហៅថាគោលនយោបាយច្បាប់កាលពីឆ្នាំ2010មកគឺថាស្ដីអំពីច្រកចេញចូលតែមួយហ្នឹងគឺយើងឃើញថាចាប់ពីពេលនោះមកធ្វើឲ្យកម្ពុជាយើងមានកំណើននៃការនាំចេញអង្គនេះកាន់តែច្រើនឡើងជាលំដាប់ដោយបាទហើយជាក់ស្ដែងការនាំអង្គចេញគឺថាបានកើនឡើងបំផុតនៅក្នុងឆ្នាំ2013នេះដោយបានជម្រាបជូនបំបញ្ញមិញហើយរហូតមកដល់ពេលនេះគឺថាមិនទាន់មានតួលេខណាច្បាស់លាស់អំពីការនាំអង្គចេញរយៈពេល8ខែទេយើងផ្ដល់ជូនតែ7ខែបំបញ្ញមិញហើយបើយោងតាមមន្ត្រីជំនាញពីច្រកចេញចូលតែមួយនេះលោកបានដឹងថាការលក់អង្គឲ្យច្រកចេញចូលតែមួយដោយមើលឃើញថាបងប្អូនប្រជាកសិករហ្នឹងគឺថាលក់ស្រូវសើមឲ្យប្រទេសជិតខាងហ្នឹងវាមានតម្លៃថោកជាងការលក់អង្គអញ្ចឹងហើយបានជារាជរដ្ឋាភិបាលលោកបង្កើតគោលនយោបាយលក់អង្គណាឬក៏បង្កើតហៅថាច្រកចេញចូលតែមួយឬក៏ផែនការឆ្នាំ2015ទៅនាំចេញអង្គឲ្យបាន1 លាន តោនហ្នឹងគឺថាធ្វើឲ្យបងប្អូនប្រជាកសិករប្រឹងប្រែងផលិតជាអង្គវិញកុំលក់ស្រូវវាថោកហើយលក់អង្គវាមានតម្លៃថ្លៃបាទតម្លៃថ្លៃប៉ុន្តែបើយើងក៏លេខមើលឆ្នាំ2012កន្លងទៅអង្គដែលនៅសល់អំពីការហូបចុកណាបាទយើងនិយាយពីការសល់ការហូបចុកហ្នឹងរបស់ប្រជាប្រដ្ឋទូទាំងប្រទេសហ្នឹងមានចំនួន30 លាន តោនបាទ30 លាន តោនច្រើនបាទច្រើនមែនទែនបាទអញ្ចឹងហើយកិច្ចការទាំងអស់នេះគឺថាធ្វើឲ្យរាជរដ្ឋាភិបាលនឹងខិតខំប្រឹងប្រែងបន្តទៀតការផ្ដល់នៅបច្ចេកទេសណាការលើកទឹកចិត្តដល់បងប្អូនប្រជាកសិកររក្សានៅតម្លៃតាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដើម្បីឲ្យយើងងាយស្រួលយកផលិតផលកសិកម្មរបស់យើងនឹងមកកាន់ទីផ្សារបានកុំឲ្យឈ្មួញចូលទៅក្លុកយើងណាឈ្មួញចូលក្លុកយើងតម្លៃយើងថ្លៃថោកហើយអញ្ចឹងហើយរាជរដ្ឋាភិបាលនឹងបង្កើតទីផ្សារការនាំអង្គចេញទៅកាន់សហភាពអឺរ៉ុបបន្តទៅទៀតបាទអរគុណឥឡូវពេលវេលារបស់យើងគឺបានឈានចូលមកដល់ម៉ោងបញ្ចប់ហើយសូមទូរទស្សនិកជនរបស់យើងបានបន្តតាមដាននៅម៉ោងទី2ដែលជាម៉ោងព័ត៌មានសន្តិសុខដូចជារឿងរ៉ាវដែលកើតឡើងកាលពីយប់មិញនៅក្នុងរាជធានីភ្នំពេញក៏ដូចជាបណ្ដាខេត្តផ្សេងនៅពេលនេះខ្ញុំបាទឈឿនបុត្រាខ្ញុំបាទទូចសខៈសូមអរគុណសូមគោរពលាលោកអ្នកតែត្រឹមនេះថ្ងៃចុងសប្តាហ៍សូមឲ្យលោកអ្នកធ្វើដំណើរកំសាន្តរីករាយមានសុវត្ថិភាពនិងសម្រេចបាននូវជោគជ័យផ្សេងដែលលោកអ្នកប៉ងប្រាថ្នាថ្ងៃច័ន្ទយើងខ្ញុំនឹងជួបឲ្យលោកអ្នកម្ដងទៀតចាប់ពីម៉ោង 6 ព្រឹកតទៅសូមគោរពលាបាទ